បើប្រទេសជប៉ុនមិនមានមហាសមុទ្រប៉ាស៊ីហ្វិកទាំងមូលនឹងក្លាយជាអណ្ដូងទឹកធំមួយគ្មានកោះជប៉ុនឡើយប្រទេសចិននិងកូរ៉េនឹងមានឆ្នេរធំទូលាយយ៉ាងច្រើនហើយហាវ៉ៃក៏នឹងមានអារម្មណ៍ដាច់ឆ្ងាយជាងមុនតាមប្រវត្តិសាស្ត្រវានឹងមានឥទ្ធិពលដ៏ធំមួយព្រោះគ្មានជប៉ុននោះមានន័យថាគ្មានសាមូរ៉ាយគ្មានរបបសូហ្គុនហើយក៏គ្មានការវាយប្រហារនៅ Pearl Harbor ត្រឹមត្រូវហើយគ្មានសង្គ្រាមលោកលើកទី2នៅតំបន់ប៉ាស៊ីហ្វិកទេសហរដ្ឋអាមេរិកប្រហែលជាមិនបានចូលរួមក្នុងសង្គ្រាមឡើយប្រសិនបើគ្មានជប៉ុនលើផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យាក៏នឹងគ្មានក្រុមហ៊ុនធំៗដូចជា Sony, Nintendo ឬ Toyota ដែរចោលឲ្យសល់ PlayStation, Anime, Sushi និងរថភ្លើងល្បឿនលឿននៅក្នុងវប្បធម៌ពេញនិយមក៏គ្មាន Godzilla, Mario, Battle Royale និងច្រើនទៀត